សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺយើងមកមើលជាមួយនឹង Toyota Hilux Revo Rally សេរីឆ្នាំ2026ដែលជាពណ៌សកម្មម៉ៃគុយខ្ចងហ្នឹងបងចាចឹងនេះគឺជាផ្នែកប៉ាណាខាងមុខយើងមានជាមួយនឹង logo ដ៏សែនធំរូប Toyota របស់យើងហ្នឹងបងចឹងមកឡាននេះគឺសញ្ជាតិខ្មែរចាកូនជប៉ុនប៉ុន្តែសញ្ជាតិខ្មែរដោយសារតែតម្លៃដោយស្នាដៃកូនខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងផ្ទាល់តែម្ដងចាអញ្ចឹងស្តង់ដារអីគឺថាដបេះដដែលបងណាមែននេះខាងដូររោងចក្រតិចស្តង់ដារធ្លាក់ចុះហើយនៅអត់ទេគឺគេមានស្តង់ដាររបស់គេត្រឹមត្រូវណាគេពិនិត្យវិច័យច្បាស់លាស់មែនតើបានចេញលក់មួយបងចាអញ្ចឹងខាងមុខនេះគឺជាអំពូល LED យើងមានជាមួយនឹងអំពូល dummy pha-code បែប LED បងកុចគេគឺភ្លឺស្រស់ស្អាតមែនតើហើយខាងក្រោមនេះគឺជាអំពូលកាត់អាប់បងចាចឹងយើងប្រើជំនួយនៅពេលដែលមេឃងងឹតខ្លាំងពេលភ្លៀងពេលអីចឹងណាអូខេសម្រាប់ទីតាំងរបស់យើងបងអាចរកបានចានៅជិតវាមានឯករាជ្យក្រុងកំពង់ចាមខេត្តកំពង់ចាមសម្រាប់បងនៅខេត្តផ្សេងបងនៅភ្នំពេញអាចកាក់មួយយើងបានដូចគ្នាបងចង់យកនៅភ្នំពេញឬក៏បងចង់យកនៅកំពង់ចាមបានដូចគ្នាណាចានៅលើនេះគឺគេដាប់ជាមួយនៅ Hilux Revo តែម្ដងចា Hilux Revoតែយើងមានជាមួយនឹងត្រឡោកថ្មីអញ្ចឹងសម្រាប់ពណ៌ត្រឡោកក្នុងស្រុកឡានយើងពណ៌អីត្រឡោកអីព្រោះហ្នឹងចាមានជាមួយនឹងភ្លើងស៊ីញ៉ូកាមេរ៉ា360ហើយឡានយើងគឺគេ highlight មកស្រាប់តែម្ដងបងចេះចេញមកគឺរបៀបថា sporty car ហ្មងណាអូខេហើយនេះផ្នែកខាងក្រោយចា stop ឯនេះសុទ្ធតែ LED ទាំងអស់បងហើយភ្លើងគឺភ្លឺល្អមែនតើបងបាច់តអីថែមទេសម្រាប់ទ្វារក្រោយនេះក៏ស្រាលជាងមុនដែរអញ្ចឹងងាយស្រួលបើកបិទចាអត់ធ្ងន់ពេកហើយយើងមានជាមួយនឹង sensor 4គ្រាប់ខាងក្រោយបងមានភ្លើងអំពូលផ្លាកលេខមានជាមួយនឹងកាមេរ៉ាយ៉ែក្រោយមានភ្លើងនេះគឺពេលយើងចន់ប្រាំងឬក៏គឺចេញភ្លើងក្រហមហ្នឹងអញ្ចឹងងាយស្រួលបងគាត់នៅខាងក្រោយយើងដឹងថាឡានយើងព្រាមនឹងឈប់ឬក៏អីចឹងណាហើយសបកខាងយើងគឺ Bridgestone វងលេខ18បងចាយ៉ាន់អីអើយស្អាតខ្លាំងហ្មងនេះជាមួយនឹងបូឌីហើយយើងប្រើជាមួយនឹងអាសុតបងចាអញ្ចឹងការស៊ីប្រេងក៏រៀងចំណេញជាងមុនណាយើងមានជាមួយនឹងឆាឡុកដែរអូខេបាស JBL បងសម្រាប់ដោយជាមួយនឹងអីវ៉ាន់ដោះកង់សកួរគឺនៅក្រោមពុកខាងក្រោយណាបងអូននេះរបៀបបើកបងទាញខ្សែដែលគេដាក់នេះមកបងលើកចាលើកហើយគេមានជាមួយនឹងកន្លែងខាងក្រោមហ្នឹងហើយខ្សែនេះបងអាចយកមកកັບដាក់នៅធ្ពួកនេះបានដើម្បីកុំឲ្យវាធ្លាក់ណាអូខេយើងមកមើលផ្នែកខាងមុខវិញម្ដងចឹងយើងមានជាមួយនឹងកៅអីស្បែកពណ៌ខ្មៅតែ interior គឺខ្មៅលាយជាមួយនឹងប្រផេះតិចទេបងចាអូខេហេអូយបើកមកមានអី surprise អីមិនចឹងណាចាអញ្ចឹងខ្ញុំមានជាមួយនឹង sensor ខាងមុខអានេះកន្លែង sensor បងកុំជិតបិទណាមានជាមួយនឹង sensor កាមេរ៉ា360ជាមួយនឹងប៊ូតុងblind spot បង blind spot គឺនៅលើកញ្ចក់យើងណាចាខ្ញុំមានជាមួយនឹងបាស JBL ហើយមានកន្លែងកាន់ដៃពេលយើងត្រូវឡើងអូខេកន្លែងដាក់បន្តាភ្លើងបាំងថ្ងៃ cruise control ក៏មានដែរបងប្រព័ន្ធចាប់កន្លងផ្លូវក៏មានប្រព័ន្ធរក្សាកម្រិតពីឡានខាងមុខក៏មានកន្លែងមញ៉េនេះគឺដូរថ្មីចាហើយកន្លែងនេះគឺមានជាមួយនឹងដោយ USB និងដោយ Type C បងកញ្ចក់ខ្ញុំឆ្កឹះបានតែមានកន្លែង lock ប៉ងប្រើជាមួយ smart key មាន eco mode និង power mode អូនេះមានកៅអីត្រជាក់ទៀតបងកៅអីត្រជាក់កៅអីខាងឆ្វេងខាងស្ដាំយើងហ្នឹងមានកៅអីត្រជាក់ប្រព័ន្ធចុះចំណោតជំនួយពេលចុះចំណោតចាជំនួយពេលផ្លូវល្អិលអូខេនេះគឺប្រាំងដៃរបស់យើងចាសម្រាប់កៅអីខាងមុខគឺ stereo auto បានណាបងអូនអូខេ